ឆ្វែងយល់ពីឆាវកំពូលមនុស្សអ្នកផ្លាស់ប្ដូរផែនដីក្នុងចំណោមតួអង្គនៅក្នុងវណ្ណកម្មអមតៈសាមកុកឆាវហាក់ដូចជាតួអង្គអាក្រក់ដ៏សំខាន់បំផុតនេះដោយសារតែសាមកុកដែលគេយកមកផ្សព្វផ្សាយទទួលបានការនិយមនិងការបកប្រែជាភាសាផ្សេងជាច្រើនការផ្សព្វផ្សាយនិងបកប្រែភាគច្រើនចេញពីស្នាដៃនិពន្ធរបស់ឡខវ៉ាន់តុងដែលដំណើររឿងដោយប្រើទឹកដមនិងទស្សនៈដែលផ្ដល់តម្លៃដល់នគរស៊ូរបស់លាវប៉ៃនិងខុងមីងយ៉ាងច្រើនដូច្នេះកាលបើភាគីម្ខាងជាតួឯកភាគីម្ខាងទៀតដែលជាសត្រូវរបស់នគរស៊ូគឺនគរអ៊ួយដែលមានឆាវជាមេដឹកនាំប្រកាសជាត្រូវคล้ายជាតួអង្គអាក្រក់ដែលស្វ័យប្រវត្តិដូច្នេះប្រសិនបើយើងអានវណ្ណកម្មរឿងសាមកុករបស់អ្នកអុកញ៉ាវិបុលរាជសេនានូកននោះប្រកាសណាស់ថាឆាវជាតួអង្គអាក្រក់ដែលគួរឲ្យស្អប់ពើមនិងជាមនុស្សខូខើបំផុតប៉ុន្តែផ្ទុយទៅវិញបើយើងត្រឡប់មកមើលក្នុងជ្រុងមួយផ្សេងទៀតឬសម្លឹងមើលហេតុការណ៍ដោយរួមដែលបែងចែកចេញជា3ផែនដីឬ3នគរវិញនគរទាំង3នេះសុទ្ធមានហេតុផលរបស់ខ្លួនក្នុងការធ្វើសកម្មភាពឲ្យកើតឡើងរហូតក្លាយជាវណ្ណកម្មអមតៈមួយនេះឬនិយាយម្យ៉ាងទៀតគឺគ្រាន់តែយើងត្រឡប់ទៅកាន់ភាគីណាមួយហេតុនិងផលនៃអំពើរបស់ភាគីនោះសុទ្ធតែមានអត្ថន័យដែលអត្ថាធិប្បាយទាំងអស់ជាពិសេសភាពខុសគ្នារបស់លាវប៉ៃមេដឹកនាំនគរស៊ូនិងឆាវមេដឹកនាំនគរអ៊ួយយើងដឹងថាការដែលលាវប៉ៃអាចប្រមូលផ្ដុំមនុស្សបានយ៉ាងច្រើននិងសាងនគររបស់ខ្លួនរហូតរឹងមាំបានក៏ដោយសារតែមានខ្សែលោហិតជាព្រះរាជវង្សរបស់ព្រះអធិរាជសាន់សៀនទីដែលលាវប៉ៃយកមកប្រើសំអាងជាញឹកញាប់ហើយក៏បានផលដែរគឺអាចធ្វើឲ្យមនុស្សជឿជាក់ចូលមកបាក់ពួករបស់លាវប៉ៃយ៉ាងច្រើនសូម្បីតែអ្នកប្រាជ្ញដូចជាខុងមីងក៏បានចូលមកនៅនឹងគេដែរទោះជាហេតុផលដែលខុងមីងមកចូលជាមួយនឹងលាវប៉ៃគឺដោយសារតែគេមានគុណធម៌ក៏ដោយចំណែកខាងឆាវដែលបានក្លាយជាធំព្រោះមានព្រះមហាក្សត្រនៅក្នុងដៃដែលជាស្ដេចទីមងដែលឆាវយកព្រះនាមមកប្រើប្រយោជន៍ក្នុងការដំណើរកិច្ចការផ្សេងជាមួយគ្នានេះដែរឆាវជាតួអង្គម្នាក់ក្នុងចំណោមតួអង្គជាច្រើនក្នុងរឿងសាមកុកដែលមានគំនិតឆ្លៀសវៃបំផុតនិងឆ្លាតជាងគេបំផុតក្នុងចំណោមមេដឹកនាំរបស់នគរទាំង3នៅពេលនោះរឿងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងខ្លួនរបស់ឆាវគឺសមត្ថភាពក្នុងការប្រើក្រសែភ្នែកខួរក្បាលគំនិតនិងការគ្រប់គ្រងដ៏ពូកែរបស់គេដែលធ្វើឲ្យនគរដែលគេកំពុងគ្រប់គ្រងមានវិសាលភាពធំធេងនិងមានឈ្មោះល្បីល្បាញខួរក្បាលរបស់ឆាវពិតជាមិនធម្មតាមែនហើយខួរក្បាលនេះហើយដែលធ្វើឲ្យគេអាចដឹងខ្លួននឹងនគរអ៊ួយក្លាយជាមហាអំណាចនិងមានតួនាទីយ៉ាងអង់អាចបំផុតនៅក្នុងយុគសម័យសាមកុកគេនិយាយថាការពិតបើប្រៀបធៀបចំណេះដឹងនិងសមត្ថភាពរបស់តួអង្គជាមេដឹកនាំនៅក្នុងរឿងសាមកុកគឺទាំង3នគរពីសម័យនោះមានលាវប៉ៃសុនឈៀននិងឆាវអ្នកដែលមានចំណេះដឹងនិងសមត្ថភាពខ្ពស់ជាងគេបំផុតគឺជាឆាវមិនត្រឹមតែប៉ុណ្ណោះខណៈដែលស្រុកទេសកំពុងតែស្ថិតក្នុងភាពវឹកវរនោះបើគ្មានឆាវទេប្រហែលជាមិនមានរឿងងាយស្រួលឡើយដែលអ្នកដឹកនាំនគរអ៊ួយឲ្យមានកិត្តិយសនិងអំណាចបានដោយសារតែខួរក្បាលរបស់ឆាវនេះហើយបានជាធ្វើឲ្យយើងត្រឡប់មកមើលនិងសិក្សាពីរឿងរ៉ាវទស្សនៈនិងគំនិតរបស់គេព្រោះការសិក្សានិងស្វែងយល់ពីមនុស្សអស្ចារ្យនឹងធ្វើឲ្យយើងយល់ពីភាពអស្ចារ្យមានពាក្យស្លោកមួយថាសែបគប់ប្រាជ្ញនាំប្រាណឲ្យបានសុខគប់ពីលនាំស្តុកចិត្តមួម៉ងការសិក្សានិងស្វែងយល់ពីបណ្ឌិតតែងតែធ្វើឲ្យយើងស្គាល់ភ
ភាពជាបណ្ឌិតដូចគ្នាទៅនឹងការសិក្សាឆ្វែងយល់ពីរឿងរ៉ាវរបស់មហាបរោះយ៉ាងហោចណាស់ក៏ធ្វើឲ្យយើងយល់និងទទួលបានផលប្រយោជន៍ពីមហាបរោះនោះខ្លះៗដែរដូច្នេះមុននឹងចូលទៅឆ្វែងយល់ពីរឿងរ៉ាវនិងអរិយភាពរបស់ឆាវយើងចាំបាច់ត្រូវតែត្រឡប់ទៅស្គាល់ឆាវជាថ្មីម្ដងទៀតសិនឆាវមានឈ្មោះហៅក្រៅថាម៉ង់ទ័រប្រែគុណធម៌នៃពន្លឺកាលពីក្មេងគេហៅគាត់ថាអាម៉ានជាកូនរបស់ឆាវសុងម្ដាយរបស់គាត់ជាអ្នកស្រុកធម្មតាប៉ុន្តែគាត់បានធ្វើជាកូនធររបស់មហាលឹកម្នាក់ឈ្មោះហៅតេងគាត់កើតនៅគ្រិស្តសករាជ155ដើមឡើយឆាវជាមនុស្សរបស់ត្រកូលហែហួរប៉ុន្តែត្រូវឆាវតេងយកមកចិញ្ចឹមធ្វើជាកូនធរដូច្នេះឆាវនិងមនុស្សទាំងអស់នៅក្នុងត្រកូលហែហួរបានក្លាយជាញាតិជិតស្និទ្ធនឹងគ្នាគេនិយាយថាកាលពីក្មេងឆាវបានបង្ហាញភាពឆ្លាតវៃក្នុងការបោកបញ្ឆោតឲ្យគេឯងបានឃើញពូរបស់គេមិនសូវចូលចិត្តគេប៉ុន្មានឡើយព្រោះកាលពីក្មេងឆាវជាមនុស្សឥតបានការទើបពូរបស់គេតែងតែនិយាយពីអិរិយាបថរបស់គេប្រាប់ទៅឆាវសុងដែលជាឪពុកជាញឹកញាប់ដូច្នេះហើយបានជាមានគ្រាមួយឆាវធ្វើជាពុតដេកប្រកាច់ពេលពូរបស់គេដឹងក៏ប្រញាប់ប្រាប់ឆាវសុងប៉ុន្តែឆាវសុងមកដល់ឆាវសុងបែរជាគ្មានអ្វីកាត់ឡើងទៅវិញហើយបានប្រាប់ដល់ឆាវសុងថាដោយសារតែពូរបស់គេមិនសូវចូលចិត្តទើបបានចេះតែរករឿងគេជាញឹកញាប់ហើយចាប់តាំងពីពេលនោះមកឪពុករបស់ឆាវក៏ឈប់ជឿរបស់ពូគេទៀតហើយគេនិយាយទៀតថាឆាវមិនសូវទទួលបានសេចក្តីស្រឡាញ់ពីម្ដាយប៉ុន្មានឡើយដោយសារតែគេជាកូនឥតខាន់ស្លាប៉ុន្តែទោះជាយ៉ាងនេះក្តីឆាវបើជាសម្ដែងនៅការដឹងគុណចំពោះម្ដាយយ៉ាងខ្លាំងរហូតដល់អ្នកជិតខាងលើកដង្កើងឲ្យធ្វើជាកូនកតញ្ញូក្រៅពីនេះគេថែមទាំងចាប់អារម្មណ៍ការសិក្សាទាំងចំណេះដឹងនៅសាលានិងចំណេះដឹងខាងក្រៅរហូតដល់មានជំនាញទាំងពីរផ្នែកថែមទាំងបានសិក្សាទស្សនវិជ្ជាខុងជឺនិងមេងជឺរហូតយល់ច្បាស់ដោយសារតែភាពអង់អាចដ៏ល្បីល្បាញរួមទាំងការដឹងគុណចំពោះម្ដាយឪពុកធ្វើឲ្យគេបានក្លាយជាសិស្សអាហារូបករណ៍ដែលត្រូវបញ្ជូនទៅប្រឡងធ្វើជាមន្ត្រីរាជការពេលអាយុបាន20ឆ្នាំគេបានចូលបម្រើរាជការជាលើកដំបូងក្នុងតំណែងជាពើទូវើយឬតំណែងមេនគរបាលខាងជើងបើនិយាយឲ្យងាយយល់គឺជាតំណែងអ្នកយាមទ្វារនគរភាគខាងជើងដែលអាចរាប់បានថាមានតួនាទីសំខាន់យ៉ាងខ្លាំងព្រោះជាទ្វារដែលមានមនុស្សចេញចូលយ៉ាងច្រើនបំផុតហើយថែមទាំងជាទីតាំងរបស់ព្រះរាជវាំងស្ថាប័នសំខាន់ជាច្រើនកន្លែងនៅក្នុងរាជធានីស្នាដៃសំខាន់របស់ឆាវកាលពីនៅធ្វើជាអ្នកយាមទ្វារនគរដែលបង្ហាញពីសមត្ថភាពរបស់គេគឺការបញ្ជាឲ្យទាហានយកឈើ5ពណ៌ទៅដោតដើម្បីប្រាប់ពីតំបន់ហាមឃាត់មិនឲ្យចេញចូលក្នុងពេលយប់ព្រលប់ការអនុវត្តការងារនាគ្រានោះធ្លាប់ចាប់បានមហាលឹកម្នាក់យកមកវាយបង្ហាញឲ្យឃើញថាគេខិតខំយ៉ាងខ្លាំងចំពោះការងារមិនលើកលែងសូម្បីតែការដាក់ទោសចំពោះមហាលឹកដែលជាអ្នកមានអំណាចខ្លាំងនាពេលនោះក្រោយមកគេបានទទួលបញ្ជាឲ្យបដូរទៅធ្វើជាចៅហ្វាយស្រុកតូចនិងបានផ្លាស់ប្ដូរទីកន្លែងជាបន្តបន្ទាប់រហូតបានក្លាយជាចៅហ្វាយក្រុងមុននិងលាឈប់ពីការងាររាជការនៅទីបំផុតប៉ុន្តែទោះជាកិច្ចយ៉ាងណាក៏កិច្ចមិនផុតបើកើតមកត្រូវតែក្លាយជាអ្នកធំឱកាសនឹងក្លាយជាអ្នកធំតែងតែមកហៅជានិច្ចក្រោយមកឆាវបានត្រឡប់ទៅបម្រើរាជការម្ដងទៀតនៅពេលមានក្រោកបះបោរបស់ចលនាកន្សែងលឿងឡើងនៅក្រុងអេងឈួនឆាវបានទទួលតំណែងជាទុកអួយគ្រប់គ្រងទាហានពីរាជធានីចំនួន 5000 នាក់ទៅជួយច្បាំង
នៅក្នុងបង្ក្រាបចលនាកន្សែងលឿងនាពេលនោះគេអាចសម្លាប់ពួកចលនានោះបានរហូតដល់ 10000 នាក់ឆាវឆាវបានទទួលគុណបំណាច់ពីការបង្ក្រាបចលនាកន្សែងលឿងនិងបានចូលធ្វើជាមន្ត្រីនៅក្នុងរាជធានីក្រោយមកនៅពេលព្រះអធិរាជហាន់លឹងទីសោយទីវង្គតទៅតុងជូបានឡើងធ្វើជាអ្នកធំម្ដងនិងបានក្តាប់អំណាចគ្រប់គ្រងស្ដេចថ្មីនៅក្នុងដៃទើបឆាវឆាវស្នើខ្លួនសម្លាប់តុងជូប៉ុន្តែបែរជាត្រូវផ្លាត់ឈ្នាតធ្វើឲ្យគេត្រូវរត់គេចចេញពីទីក្រុងនៅពេលលួចសម្លាប់តុងជូមិនបានសម្រេចហើយត្រូវរត់គេចដើម្បីឲ្យរួចពីការសម្លាប់នោះនៅតាមផ្លូវបានជួបនឹងចៅហ្វាយស្រុកម្នាក់ឈ្មោះឈិនកុងនិងបានយល់ស្របសហការគ្នាគឺប្រមូលផ្ដុំទ័ពដើម្បីកម្ចាត់តុងជូពេលចូលទៅសម្រាកពីការធ្វើដំណើរនាយប់មួយឆាវឆាវបានសម្លាប់ពេឈានិងមនុស្សក្នុងគ្រួសារដោយយល់ខុសនឹងបំណងល្អរបស់ពេឈាដែលសម្លាប់ជ្រូកយកមកធ្វើម្ហូបទទួលភាពខូខើរបស់ឆាវឆាវបានលេចឡើងនៅពេលនោះឆាវឆាវបានពោលវាចាដែលបង្ហាញពីខ្លួនរបស់គេបានយ៉ាងយល់ច្បាស់ថាយើងសុខចិត្តក្បត់គេប៉ុន្តែមិនសុខចិត្តឲ្យគេក្បត់យើងឡើយធ្វើឲ្យឈិនកុងដែលរួមដំណើរជាមួយដកដង្ហើមធំព្រោះបានឃើញពីភាពខូខើរបស់ឆាវឆាវក្រោយមកឆាវឆាវបានរួមគ្នាជាមួយនឹងម្ចាស់ស្រុកទាំង18បង្កើតបានជាកងទ័ពទាំង18ស្រុកដោយមានយានសាវជាមេទ័ពធំដើម្បីបង្ក្រាបតុងជូក្រោយមកដោយសារតែឆាវឆាវធុញទ្រាន់នឹងការបែកបាក់សាមគ្គីនៅក្នុងកងទ័ពទៅធ្វើឲ្យគេផ្ដាច់ខ្លួនទៅបង្កើតកម្លាំងរបស់ខ្លួននៅពេលតុងជូបាត់បង់ជីវិតដោយសារតែកូនធររបស់ខ្លួនគឺលីពូជាអ្នកសម្លាប់ក្រោយមកលីពូចាញ់បាយកលរបស់លីឈុយនិងគុយស៊ីចំណិតចាស់របស់តុងជូធ្វើឲ្យបាត់បង់ម៉ងអ៊ូហើយខ្លាចជាមេទ័ពគ្មានត្រនំពេលនេះឆាវឆាវកំពុងលើកទ័ពទៅវាយក្រុងស៊ីជីវសងសឹកជំនួសឪពុករបស់គេត្រូវទាវគឺមេទ័ពរបស់ថៅឈៀនម្ចាស់ក្រុងស៊ីជីវសម្លាប់អស់ទើបលីពូឆក់ឱកាសលើកទ័ពទៅគុនជីវដណ្ដើមយកគុនជីវមកបានឆាវឆាវដែលបោះរុំទ័ពនៅមុខក្រុងស៊ីជីវពេលទទួលបានដំណឹងក៏ប្រញាប់លើកទ័ពទៅវាយលីពូភ្លាមច្បាំងគ្នាយ៉ាងយូរនៅទីបំផុតលីពូត្រូវចេញក្រោមដៃរបស់ឆាវឆាវធ្វើឲ្យគេគ្មានទីពុំអ្នកម្ដងទៀតទើបគេត្រឡប់ទៅពឹងពាក់លីវប៉ៃដែលបានក្រុងស៊ីជីវមកដោយស្រួលពេលនេះលីឈុយនិងគុយស៊ីអុកឡុកកាន់តែខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃនៅទីបំផុតក៏ឆ្លុះទាស់ទែងគ្នាធ្វើសង្គ្រាមដណ្ដើមអាណាខេត្តគ្នារហូតដល់ថ្នាក់ដណ្ដើមព្រះកាយព្រះអធិរាជគ្នាពេលនេះព្រះអធិរាជទទួលទុក្ខលំបាកពន់ប្រមាណដោយសារតែការតាមសម្លាប់គ្នារវាងលីឈុយនិងគុយស៊ីព្រះអធិរាជបានភៀសព្រះកាយទៅនៅក្រុងលុកអៀងរួចប្រញាប់ទៅសេព្រះរាជសារឲ្យឆាវឆាវលើកទ័ពមកជួយទើបឆាវឆាវប្រញាប់លើកទ័ពចេញពីសានតុងជាច្រើនសានអ្នកកំចាត់លីឈុយនិងគុយស៊ីអស់គ្មានសល់ទៅធ្វើឲ្យឆាវឆាវក្លាយជាមហាឧបរាជនាពេលនោះទៅពេលឆាវឆាវមានលំនឹងស្រួលបួលហើយគេហ៊ានបន្លំព្រះរាជឱកាហ៊ានយកព្រះរាជឱកាមកប្រើដើម្បីកម្ចាត់គូបដិបាធ្វើឲ្យឆាវឆាវទទួលបានការតែងតាំងជាសមុហនាយកបន្ទាប់ពីនោះបានទទួលការតែងតាំងជារាជានុសិទ្ធិមានអំណាចអាចបញ្ជាការជំនួសស្ដេចបានធ្វើឲ្យមានអំណាចកប់ពពកគ្មាននរណាអាចជំទាស់និងបញ្ជាបានរហូតដល់ថ្នាក់ហ៊ានសាក់លបងបារមីស្ដេចទៀតផងធ្វើឲ្យព្រះរាជលួចសរសេរព្រះរាជសារសម្ងាត់ដោយព្រះលោហិតរបស់ព្រះអង្គដល់លាវប៉ៃឲ្យកំចាត់ឆាវឆាវដែលតាំងខ្លួនជាតុងជូម្នាក់ទៀតឆាវឆាវបានគ្រប់គ្រងក្រុងលុកអៀង
ដែលបានបដូរពីរាជធានីទៅនៅហូតូធ្វើឲ្យនគរអ៊ួយរបស់គេក្លាយជានគរដ៏ធំបំផុតមានកងទ័ពច្រើនបំផុតមានធនធានមនុស្សច្រើនបំផុតស្ដុកស្ដំសម្បូរសប្បាយជាងគេបំផុតនៅសម័យរុងរឿងឆាវឆាវបានកសាងដំណាក់ខ្លួនឈ្មោះថាកងោកទុំដែងឆាវឆាវជាមនុស្សល្អិតល្អន់រហូតក្លាយជាមនុស្សពូកែប្រុងប្រយ័ត្នហើយបានបញ្ជាឲ្យសម្លាប់បុគ្គលសំខាន់អស់ជាច្រើនអ្នកទាំងដែលគ្មានកំហុសអ្វីសោះព្រោះការប្រុងប្រយ័ត្នរបស់ខ្លួនហើយនៅពេលដឹងខ្លួនទើបមកខូចចិត្តនៅពេលក្រោយទោះជាឆាវឆាវមានអំណាចកប់ពពកហើយក៏ដោយប៉ុន្តែនៅមេកងតូចធំចាំបង្កគ្រោះភ័យបានគ្រប់ពេលវេលាធ្វើឲ្យពិបាករួបរวมផែនដីតែមួយពួកគេទាំងនោះបានដូចជាចាងសៀវដែលត្រៀមលើកទ័ពចូលវាយហូតូឆាវឆាវដឹងតាន់ទើបលើកទ័ពទៅវាយចាងសៀវបានមុនដំបងឆាវឆាវទទួលបានជោគជ័យប៉ុន្តែនៅសុកឆាវឆាវបែរជាចង់បានស្រីស្អាតមកនៅជិតខ្លួនដើម្បីលួងលោមប្រឡែងហើយបានយកនាងចៅស៊ឺដែលជាភរិយារបស់ចាងជីរបស់ចៅសៀវមកបម្រើទៅវិញពេលកងទ័ពចាងសៀវត្រឡប់ទៅរួមគ្នាជាថ្មីហើយបានសម្រុកចូលមកឆាវឆាវគិតតែពីឆ្លុះវង្វេងនិងសម្រស់របស់នាងចៅស៊ឺទើបត្រូវប្រាជ័យហើយរត់គេចចេញពីក្រុងធ្វើឲ្យបាត់បង់មេទ័ពចិត្តឈ្មោះទៀនអ៊ួយឆាវអៀងជាកូននិងឆាវអានមិនជាចៅប៉ុន្តែនៅទីបំផុតឆាវឆាវបានប្រមូលទ័ពទៅវាយចាងសៀវរហូតទទួលបានជ័យជំនះពេលបញ្ចប់សង្គ្រាមជាមួយនឹងចាងសៀវហើយមិនមែនមានន័យថានឹងរូបផែនដីតែមួយបានដោយងាយៗឡើយនៅមានអ៊ួយសៀវនៃពុតហៃម្នាក់ទៀតដូច្នេះបានជាឆាវឆាវគិតចង់ទៅវាយអ៊ុនសៀវឲ្យខ្ទេចមួយទៀតហើយបានសុំយោបល់ពីពួកនាម៉ឺនមន្ត្រីលើកឡើងថាការទៅវាយអ៊ុនសៀវវាមិនពិបាកឡើយអ្វីដែលសំខាន់ជាងនេះគឺលីពូនិងលាវបៃព្រោះពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែជិតស្និទ្ធគ្នាទៅទើបសុនយូប្រើឧបាយឲ្យលីពូនិងលាវបៃខំគ្នាឯងទោះជាលីពូប្រើឧបាយរបស់សុនយូប៉ុន្តែក៏មិនស្មើនឹងការដែលចាងហ្វឺទៅលួចសេះសាន់តុងដែលលីពូទិញមកធ្វើឲ្យលីពូខឹងយ៉ាងខ្លាំងចង់តែកំទេចលាវបៃឲ្យអស់គ្មានសល់ទើបលាវបៃកិច្ចទៅនៅនឹងឆាវឆាវភ្លាមពេលនេះឆាវឆាវមានលាវបៃនៅក្នុងដៃទៅហើយនឹងច្របាច់កសម្លាប់នឹងលាក៏រួចទើបសុំយោបល់ពីពួកនាម៉ឺនមន្ត្រីថាសម្លាប់ចោលឬចិញ្ចឹមទុកគួរជាស្នើឡើងថាត្រូវចិញ្ចឹមទុកព្រោះបើសម្លាប់ចោលប្រជារាស្ត្រនឹងថ្កោលទោសជាមិនខានទើបឆាវឆាវសម្រេចចិត្តមិនសម្លាប់លាវបៃក្រោយមកលាវបៃរត់ទៅពឹងលាវពាវដោយលាវពាវឲ្យទៅគ្រប់គ្រងក្រុងសិទ្ធអ៊ីវឆាវឆាវតាមមកធ្វើសង្គ្រាមកំទេចចាញ់ឈ្នះជាច្រើនលើកច្រើនសារនៅទីបំផុតលាវបៃក៏រត់ទៅនៅហាខៅនិងបានឲ្យខុងមីងទៅរកសុនឈៀនសូមឲ្យសុនឈៀនសហការជាមួយនឹងលាវបៃប្រឆាំងនឹងឆាវឆាវស្របពេលគ្នាជាគ្រានោះឆាវឆាវបានបញ្ជូនសារមួយច្បាប់ឲ្យសុនឈៀនឲ្យសហការគ្នាប្រឆាំងនឹងលាវបៃប៉ុន្តែសុនឈៀនសម្រេចចិត្តសហការជាមួយនឹងលាវបៃប្រឆាំងនឹងឆាវឆាវនៅទីបំផុតក៏កើតសង្គ្រាមឆៃពីនៅក្នុងសង្គ្រាមនោះឆាវឆាវត្រូវគេដុតទ័ពទុកដោយសារស្នាដៃរបស់ចៅយូនិងខុងមីងធ្វើឲ្យឆាវឆាវខឹងសម្បាយ៉ាងខ្លាំងឆាវឆាវមានភរិយាចំនួន3នាក់និងភរិយាទី1គ្មានកូនឡើយភរិយាទី2មានកូនប្រុស
ម្នាក់ឈ្មោះថាឆាវអាងស្លាប់ក្នុងពេលធ្វើសង្គ្រាមជាមួយចាំងសៀវចំណែកភរិយាទី3គឺនាងពៀនស៊ីមានកូនប្រុសទាំងអស់ចំនួន4នាក់គឺឆាវភីឆាវចាងឆាវស៊ីនិងឆាវហឹមហើយឆាវឆាវស្រឡាញ់ភរិយាទី3នេះខ្លាំងណាស់លើកធ្វើឲ្យជាប្រពន្ធធំនៅដំណាក់កាលចុងក្រោយនៃជីវិតឆាវឆាវមានជំងឺប្រសើរប្រសាទតែងតែឈឺក្បាលជាប់ជានិច្ចនៅពេលពេទ្យហួរតួពេទ្យដ៏ល្បីប្រចាំយកមកព្យាបាលគាត់បានស្នើឲ្យវះកាត់ក្បាលដែលរាប់បានថាជាវិទ្យាសាស្ត្រពេទ្យដ៏ទាន់សម័យយ៉ាងខ្លាំងប៉ុន្តែឆាវឆាវមិនយល់គិតថាជាមនុស្សបើវះកាត់ក្បាលហើយនឹងមិនស្លាប់មិនដេចបានទើបយកពេទ្យហួរតួទៅដាក់គុកនៅពេលអាការៈកាន់តែធ្ងន់ធ្ងរទៅក៏មមាយមុននឹងស្លាប់ឆាវឆាវឃើញក្បាលគួនអ៊ីដែលត្រូវគេកាត់អាចបើកភ្នែកបានទើបត្រេកឡើងថាគួនអ៊ីមកយកជីវិតឆាវឆាវស្លាប់នៅអាយុ66ឆ្នាំខ្លះថាឆាវឆាវស្លាប់ដោយសារជំងឺកាមរោគបន្ទាប់ពីមរណភាពរបស់ឆាវឆាវទៅឆាវភីកូនប្រុសបន្ទាប់ឡើងមកគ្រប់គ្រងអំណាចជំនួសហើយបានដកព្រះអធិរាជហាន់សៀនទីចេញពីតំណែងនិងបានស្ថាបនាខ្លួនឯងជាព្រះអធិរាជឆាវភីនៃរាជវង្សអ៊ុយនិងបានលើកដង្កើងឆាវឆាវព្រះបិតារបស់ព្រះអង្គឡើងជាបឋមក្សត្រនៃរាជវង្សអ៊ុយ